គោលការណ៍ទាំង7នៃការគ្រប់គ្រងធនធានមនុស្ស The 7 Principles of Human Resource Management 1. ការជ្រើសរើសនិងការកំណត់មុខតំណែងត្រឹមត្រូវ Right people in right job គោលការណ៍នេះផ្ដោតលើការស្វែងរកមនុស្សដែលមានជំនាញ ចំណេះដឹងនិងឥរិយាបថសមស្របទៅនឹងតម្រូវការការងារការបកស្រាយស្ថាប័នត្រូវមានកាលវិភាគការងារ Job Analysis ច្បាស់លាស់ដើម្បីដឹងថាតំណែងនីមួយៗត្រូវការលក្ខខណ្ឌអ្វីខ្លះការជ្រើសរើសមនុស្សដែលមានសមត្ថភាពcompetency និងតម្លៃវប្បធម៌ cultural fit ស្របនឹងអង្គភាពនិងកាត់បន្ថយការចំណាយនិងបង្កើនប្រសិទ្ធភាពការងារ2. ការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍ training and development បុគ្គលិកមិនមែនត្រឹមតែជាធនធានដែលប្រើប្រាស់នោះទេប៉ុន្តែជាធនធានដែលត្រូវវិនិយោគការបកស្រាយការផ្ដល់វគ្គបណ្ដុះបណ្ដាលបន្តបន្ទាប់ជួយឲ្យបុគ្គលិកតាមទាន់បច្ចេកវិទ្យានិងការប្រែប្រួលនៃទីផ្សារការអភិវឌ្ឍជំនាញមិនត្រឹមតែជួយស្ថាប័នប៉ុណ្ណោះទេថែមទាំងជួយឲ្យបុគ្គលិកមានអាជីពរីកចម្រើនដែលជាកត្តាជំរុញទឹកចិត្តដ៏ធំ 3. ការវិយតម្លៃការងារប្រកបដោយតម្លាភាព Performance Management នេះជាដំណើរការនៃការវាស់វែងលទ្ធផលការងាររបស់បុគ្គលិកភាពនឹងគោលដៅដែលបានកំណត់ការបកស្រាយជាការវិយតម្លៃត្រឹមត្រូវតែផ្អែកលើទិន្នន័យជាក់ស្ដែង Objective មិនមែនផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនលទ្ធផលនៃការវិយតម្លៃត្រូវតែមានការផ្ដល់មតិយោបល់ Feedback ដែលមានន័យថាស្ថាបនាដើម្បីជួយឲ្យបុគ្គលិកកែលម្អចំណុចខ្វះខាតនិងពង្រឹងចំណុចខ្លាំង 4. ការផ្ដល់សំណងនិងការលើកទឹកចិត្ត Compensation and Reward មនុស្សធ្វើការងារដោយរំពឹងនៅការឆ្លើយតបសមរម្យការបកស្រាយប្រព័ន្ធប្រាក់បៀវត្សត្រូវតែយុត្តិធម៌ Winners នឹងអាចប្រកួតប្រជែងបាននៅលើទីផ្សារក្រៅពីប្រាក់ខែការផ្ដល់ប្រាក់រង្វាន់ Bonus ការធានារ៉ាប់រងឬអត្ថប្រយោជន៍ផ្សេងៗគឺជាការបង្ហាញពីការឲ្យតម្លៃទៅលើការលះបង់របស់បុគ្គលិកដែលធ្វើឲ្យពួកគេស្មោះត្រង់នឹងស្ថាប័ន 5. ការថែរក្សានិងសុខុមាលភាពបុគ្គលិក Employee Retention and Wellness ការរក្សាបុគ្គលិកដែលមានសមត្ថភាពខ្ពស់ឲ្យនៅជាមួយស្ថាប័នបានយូរគឺជាគន្លឹះនៃស្ថិរភាពការបកស្រាយស្ថាប័នត្រូវបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពមានតុល្យភាពរវាងជីវិតការងារនិងជីវិតផ្ទាល់ខ្លួន Work Life Balance ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់បុគ្គលិកនិងកាត់បន្ថយអត្រាឈប់ពីការងារ Turnover Rate 6. ទំនាក់ទំនងការងារនិងការទំនាក់ទំនងល្អ Employee Relation and Communication បង្កើតបរិយាកាសនៃការជឿទុកចិត្តនិងការគោរពគ្នាទៅវិញទៅមកការបកស្រាយត្រូវមានខ្សែបណ្ដាញទំនាក់ទំនងបើកចំហរវាងថ្នាក់ដឹកនាំនិងបុគ្គលិកការដោះស្រាយជម្លោះដោយសន្តិវិធីនិងការស្ដាប់មតិយោបល់របស់បុគ្គលិកនិងបង្កើតឲ្យមានភាពសាមគ្គីភាពនិងការបដិញ្ញាចិត្តខ្ពស់ក្នុងការសម្រេចគោលដៅរួម 7. ការអនុលោមតាមច្បាប់និងក្រមសីលធម៌ Legal Compliance and Ethics ការគ្រប់គ្រងធនធានមនុស្សត្រូវតែស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ការងារនៃប្រទេសនោះការបកស្រាយរាល់ការសម្រេចចិត្តរាប់ចាប់តាំងពីការជួលរហូតដល់ការបញ្ឈប់ពីការងារត្រូវតែមានភាពយុត្តិធម៌និងស្របច្បាប់ដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់និងការបាត់បង់កេរ្តិ៍ឈ្មោះស្ថាប័នការប្រតិបត្តិការដោយក្រមសីលធម៌ខ្ពស់គ
គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ស្ថាប័នដ៏រឹងមាំ